Ok,សួស្តីបងប្អូនអ្នកគ្នាតថ្ងៃនេះយើងចូលមកដល់មេរៀនថ្មីគឺយើងមកយល់ដឹងអំពីធូរបន្ទាប់ទៀតហើយយើងនឹងរៀនបង្កើតរបស់របរខ្លះហើយនឹងស្គាល់នៅ tool ខ្លះៗនៅក្នុង Blender តោះឥឡូវដំបូងឡើយគឺយើង select ទាំងអស់មកហើយយើងចុច X តបមកចុចអក្សរ X ហើយដល់ពេលនេះវាចេញ delete អាហ្នឹងលុបវាចោលហើយឥឡូវយើងមកបង្កើតរបស់ថ្មីតែមុនបង្កើតរបស់ថ្មីគឺយើងចុចទៅលើយកខាងមុខហ្នឹងដក Y គេខាងមុខហ្នឹងហើយបន្តមកទៀតគឺយើងចូលទៅបង្កើតរបស់នេះយើងចូលមក add មកហើយ mesh ហើយអានេះវាមាន plane មាន cube cycle UV sphere នេះ icosphere cylinder cone អីហ្នឹងរបស់ហ្នឹងសិតតែរបស់យកមកប្រើបានទាំងអស់នេះ monkey អីហ្នឹងតែឥឡូវនេះខ្ញុំចង់បង្កើតរបស់ខ្លះឲ្យបងប្អូនមើលហើយនឹងបង្ហាញពី tool ខ្លះណាខ្ញុំយកជា cylinder ហើយអានេះវាចាកើតមកចឹងមកហើយបន្ទាប់មកទៀតយើងបង្កើតមកអញ្ចឹង tool យ៉ាងទាំង4នេះចង់និយាយថានៅក្នុង Blender យើងវាមិនមែនមានតែ object mode ទេបងប្អូនមើលហើយនេះវាមិនមែនមានតែ object mode ទេអញ្ចឹងនៅក្នុងហ្នឹងគឺវាមាន4 5 6នេះអញ្ចឹងបើយើងចង់បង្កើតរបស់អីមួយគឺយើងអាចយើងចង់កែច្នៃវាអីគឺយើងអាចនៅក្នុង object mode បានទេគឺយើងត្រូវចូលទៅក្នុង edit mode ហើយនេះឃើញទេបងប្អូនចូលមក edit mode ហើយវាមាននេះវាមាន tool វាច្រើនទៀតសម្រាប់ឲ្យយើងធ្វើការវាអញ្ចឹងតែយើងឥឡូវយើងរៀនយល់ដឹងពី tool ខ្លះtool អស់ហ្នឹងពេលខ្លះដល់ពេលយើងចេះទៅមុខទៀតចេះច្រើនទៅគឺយើងអត់សូវចូលមកធ្វើនៅក្នុងហ្នឹងគឺវាមាន shortcut វាប្រើអញ្ចឹងវាពេលយើងប្រើ shortcut វាងាយស្រួលជាងដូចថាវាលឿនជាងអញ្ចឹងឥឡូវហ្នឹងយើងមកមើលសិនអញ្ចឹងយើងត្រូវធ្វើម៉េចគឺនេះយើងមើលនេះអាហ្នឹងយើងមើលកន្លែងនេះបើយើង select អានេះគឺវាចេញមកចេះហើយបើយើង select អាមួយនេះវាលោតមកចេះដែរអញ្ចឹងមកយកហ្នឹងយើងបានហ្នឹងហើយអញ្ចឹងយើងចង់ចូលមកប្រើ tool ខ្លះៗនៅក្នុងហ្នឹងដូចអានេះបងប្អូនហ្នឹង select box cursor វាមានដូចអានោះចឹងគ្រាន់ថាវាអានោះវាមានតែត្រឹមនេះទេតែដល់ពេលនេះវាមានធួបន្ថែមបន្តទៀតចឹងណាហើយឥឡូវយើងចាប់ផ្ដើមនេះឥឡូវចង់ធ្វើអីមួយចង់ធ្វើជាកែវទឹកមកចាស់ឥឡូវយើងចូលយើងនៅកន្លែងនេះvertex នេះអានឹង vertex ណាបងប្អូនវាមានអក្សររបស់វាតែនៅក្នុងនេះគេហៅ vertex ហើយដល់ពេលនេះហើយដល់ពេលនេះវា face និយាយចឹងតែជាធម្មតានេះខ្ញុំហៅតឡាញជិះហៅអីវាថាពេលខ្លះវាពិបាកដូចវាយើងញ៉ៃដែរតែបើប្រើឡាញជាខ្សែចឹងស្រួលអីតែឥឡូវនេះយើងចាប់ដើមចូលយើងយកទី1នេះvertex អីតបមកខ្ញុំយកនេះខ្ញុំយកខាងមុខនេះមកហើយអូសវាឡើងបន្តិចមកហើយបន្តមកទៀត select វានេះមកអានេះបើយើងមើលតែយើង select អញ្ចឹងគឺ select បានអស់ណាបងប្អូនយើងមើលណែពេលយើង select ទៅគឺបានតែពាក់កណ្ដាលទេអញ្ចឹងបើយើង select អស់គឺត្រូវមើលវាច្បាស់បើយើងចង់បានទាំងអស់ប៉ុន្តែអានេះយើងដំបូងអញ្ចឹងយើងរៀនតិចតិចសិនតែចាំដល់ពេលតទៅទៀតចាំយើងដឹងថាធ្វើម៉េច select ម្ដងបានទាំងអស់ឥឡូវដើម្បីធ្វើបានខ្ញុំធ្វើជានេះគូតកែវអញ្ចឹងយើងចង់បានប៉ុណ្ណឹងឬមួយក៏ចង់បានព្រមទូចបើព្រមទូចគូតកែវនឹងព្រមទូចចូលគ្នាខ្ញុំចុចអក្សរ F នេះពេលចុចអក្សរ F ទៅវាចេញអានេះខ្សែនេះអញ្ចឹងយើងចង់បានទូចយើងរុញម៉ៅបញ្ចូលទៅអាហ្នឹងវាមកទូចតែបើយើងចង់បានធំយើងទាញម៉ៅចេញមកអាហ្នឹងវាចេញជាធំហើយអញ្ចឹងខ្ញុំចង់បាននេះទូចខ្ញុំយកបានប៉ុណ្នេះឃើញទេបងប្អូនខ្ញុំចង់បានប៉ុណ្ណាអាហ្នឹងយើងប្រើអានេះ vertex នេះហើយបន្តមកទៀតអាហ្នឹងវា select ចេះអាខ្សែហ្នឹងវា select បែបនេះអញ្ចឹង select ទាំងអស់ក៏វាមកចេះដូចតែគ្នានឹងតែគ្រាន់ថាអា3ហ្នឹងវាប្រើស្តៀងតែគ្នាតែគ្រាន់ថា
ពេលខ្លះប្រើខុសគ្នាដែរអញ្ចឹងអាហ្នឹងអញ្ចឹងវាជាលក្ខណៈខ្សែអញ្ចឹងហើយតែឥឡូវយើងធ្វើឲ្យវាចេញរៀងបន្តិចមកនេះដើម្បីវាធ្វើដូចតែគ្នាហ្នឹងទេយើងចុចអក្សរ S មកយើងទាញចេញទាញចូលទាញចេញទាញចូលបានដូចគ្នានេះបងប្អូនវាដូចគ្នាទេឥឡូវនេះយើងមកធ្វើម៉ូតកែម្ដងអញ្ចឹងអានេះយើងដឹងហើយអានេះក៏នេះដែរយើងប្រើនេះម្ដងអញ្ចឹងអានេះគឺវា face គឺវាពេល select ទៅវាបានចេះវាបានជុំវិញចេះហើយបើអាទី2នេះពេល select ទៅវាបានតែមួយចេះទេហើយបើនេះពេលយើងយកទៅវា select បានតែ vertex នេះអាគ្រាប់នេះវាបានតែគ្រាប់អញ្ចឹងទេតោះតែយើង select វាទាញមកអស់ចេះហ្នឹងមកវាបាននេះអញ្ចឹងអាទី1គឺ vertex អានេះអញ្ចឹងយើងចូលមក face យើងវិញនេះអញ្ចឹងមកយើងចង់ select ទាំងអស់ហើយយើងធ្វើកែវអញ្ចឹងយើងប្រើface នេះមកវាងាយស្រួលនៅក្នុងការធ្វើអញ្ចឹងដើម្បីធ្វើកែវគឺវាមានប្រហោងខាងក្នុងនេះមែនទេបងប្អូនអញ្ចឹងយើងចាប់ដើមនេះមកយើងប្រើ extrude វាមកចូលក្នុងនិយាយថាអានេះខ្ញុំប្រើអក្សរ I extrude គឺការប្រើអក្សរ I តែប៉ុន្តែក្នុង tool នេះក៏វាមានអាហ្នឹងដែរតែនេះខ្ញុំចង់ប្រើនៅក្នុងនេះនេះ extrude វា tool នេះយើងធ្វើកែវអានេះយើង extrude តែបើសិនជា shortcut វាគឺប្រើតែអក្សរ I គឺបានអញ្ចឹងនេះគេ extrude វាចូលទៅក្នុងនេះ tool វាឥឡូវយើងធ្វើនេះហើយបន្តមកទៀតយើងមកមើលនេះម្ដងនេះអានេះវាឡើងចុះលើក្រោមវាជាអ្នករំកិលតែដល់ពេលយើង select តាមអាណាឧទាហរណ៍ថាបើយើង select អាហ្នឹងគឺវាទៅតែអាហ្នឹងទេបើ select អានេះគឺទៅតែអានេះចឹងឧទាហរណ៍អញ្ចឹងយើងអូសវាចុះខាងក្រោមឃើញវាទៅតែហ្នឹងអញ្ចឹងដើម្បីឲ្យវាចុះទៅខាងក្រោមដើម្បីកុំឲ្យវាមានអានេះទៅជាមួយដែរវាមានធួមួយទៀតអានេះធួមួយនេះextrude ឬក៏នេះពេលយើងចុចចូលទៅនេះឃើញគឺវាចុះទៅនេះហើយដល់ពេលយើងអស់ចុះទៅខាងក្រោមទៅគឺវាប្រកាសជាធំជាងអាហ្នឹងហើយធំជាងព្រោះអីខាងក្រោមនេះវាទូចអញ្ចឹងយើងនេះមកចុចអក្សរ S មួយមកអក្សរ S ហ្នឹងចុចអក្សរ S ទៅហើយពង្រួមវាទៅទៅជាទូចវិញឃើញទៅជាទូចទៀតចង់មកប៉ុន្មានចង់មកប៉ុណ្នេះចង់ធំចង់តូចអីសិតតែយើងតែប៉ុណ្្នឹងទៅយើងបានមួយអ្នកកែវយើងអានេះជារបៀបធ្វើកែវហើយដល់ពេលនេះយើងចង់ឲ្យវារៀងមូលជាធម្មតាគឺគេអត់ទុកវាចោលអញ្ចឹងគឺគេប្រកាសជាឲ្យវាចូលទៅវាគេបិទវាអញ្ចឹងចានេះមកពួកអីទុកចោលអញ្ចឹងគឺវាមើលទៅវាអត់ល្អចាយើងយកវាចូលក្នុងសុទ្ធនេះពេកអញ្ចឹងយើងចុចអក្សរ F ចូលវាមកអក្សរ S ទៅបញ្ចូលវាបិទវាអញ្ចឹងមកកាយយើងនេះក៏ដូចគ្នាដែរចុចអក្សរហើយចុចអក្សរ S ទៅប៉ុណ្្នឹងទៅហើយបងប្អូនវាមានធัวច្រើនទៀតដែលត្រូវធ្វើតែគ្រាន់តែឥឡូវយើងធ្វើប៉ុណ្្នឹងសិនទៅនេះអានេះសម្រាប់ទាញវាទៅវាមកអញ្ចឹងហើយដល់ពេលនេះវា extrude ហ្នឹងសម្រាប់ extrude វាចូលចេញចូលចេញចូលអញ្ចឹងអានេះសម្រាប់ទាញវា
ចឹងធัวវាគឺអត់មានច្រើនហើយអានេះសម្រាប់ដាក់ខ្សែនេះយើងគ្រាន់តែចុចទៅលើធัวហ្នឹងទៅគ្រាន់តែទាញមកទៅលើម៉ៅយើងមកលើ object ហ្នឹងគឺវាចេញខ្សែឲ្យយើងហ្មងដូចថាយើងចង់បានកន្លែងហ្នឹងតែហ្នឹងទៅចង់បានកន្លែងណាចង់បានលើក្រោមយើងទាញម៉ៅទៅខាងលើខាងក្រោមចឹងទៅគឺវាចេញខ្សែយើងឲ្យយើងហ្មងហើយបើនេះនេះណៃចឹងយើងចង់និយាយថាយើងកាត់ពី vertex មួយទៅ vertex មួយចឹងនេះវាក៏បង្កើតខ្សែយើងដែរតែគាត់ថាវាអត់សូវស្អាតឥឡូវហ្នឹងធัวខាងនេះគឺយើងដឹងហើយអានេះក៏យើងដឹងដែរហើយនេះគឺការធ្វើកែវទឹកយើងហ្នឹងបានប៉ុណ្ណឹងតើចង់ធ្វើស្អាតនៅមានវីដេអូក្រោយៗតទៀតអានេះយើងគ្រាន់តែធ្វើឲ្យមើលពីរបៀបថាយើងប្រើធัวនៅក្នុងនឹងមានធัวអីខ្លះដែលត្រូវធ្វើហ្នឹងត្រូវមើលហ្នឹងហើយបើនិយាយទៅខុសឆ្គងអីកុំកើតកាន់ដោយសារពេលខ្លះវារៀងច្រឡំដែរវាច្រើនពេកបងប្អូនមិនមែនមានតែប៉ុណ្្នឹងនៅខាងនេះផងនៅនេះមានច្រើនទៀតនិយាយរួមរៀន Blender រៀនអត់ចេះចប់ចេះហើយទេឥឡូវហ្នឹងយើងប៉ុណ្្នឹងហើយវីដេអូក៏ប៉ុណ្្នឹងចាំមេរៀនក្រោយនឹងបន្តទៅទៀតថាគេធ្វើឲ្យវាចេញមក smooth ស្អាតហ្នឹងតើគេធ្វើបែបណាអរគុណបងប្អូនហើយកុំភ្លេចជួយ subscribe channel ម្នាក់មួយផងណាបងប្អូនដើម្បីបានវីដេអូថ្មីៗបន្តទៀតអរគុណ